សិស្សនិស្សិតវិទ្យាស្ថានគណនេយ្យបានទទួលលិខិតសរសើរនិងវិញ្ញាបនបត្របញ្ជាក់ការសិក្សានៅក្នុងចំណោមសិស្សនិងនិស្សិតចំនួន1148នាក់ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថានគណនេយ្យក្រុងសៀមរាបមានសិស្សនិស្សិតឆ្នើមចំនួន120នាក់បានទទួលលិខិតសរសើរលើមុខជំនាញភាសាបរទេសនិងជំនាញឯកទេសព្រមទាំងសិស្សនិស្សិតចំនួន300នាក់ទៀតបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សារយៈពេលខ្លី3ខែនិង6ខែលើមុខជំនាញគណនេយ្យកុំព្យូទ័រពន្ធដារនិងគណនេយ្យកុំព្យូទ័រពិធីប្រគល់ជូនលិខិតសរសើរនិងវិញ្ញាបនបត្ររបស់វិទ្យាស្ថានគណនេយ្យលើកនេះត្រូវបានស្ថិតក្រោមវត្តមានឯកឧត្តមទាទីហាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនិងប្រតិភូយុវជនថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តរួមដំណើរជាច្រើនរូបទៀតលោកហួតសូនីប្រធានគណៈគ្រប់គ្រងនិងជានាយកវិទ្យាស្ថានគណនេយ្យបានសម្ដែងនូវក្តីមោទនភាពក្រៃលែងដែលកម្មវិធីនេះត្រូវបានផ្ដល់កិត្តិយសដោយមានការចូលរួមពីសំណាក់ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបដែលដឹកនាំដោយឯកឧត្តមប្រធានទាទីហាលោកហួតសូនីបានរាយការណ៍ថាគឺពិតជាជោគជ័យដែលមិននឹកស្មានដល់ដែលកំណត់ឆ្នាំដំបូងរបស់វិទ្យាស្ថានត្រូវបានទទួលការចុះឈ្មោះចូលរៀនរបស់សិស្សនិងនិស្សិតចំនួន2977នាក់ក្នុងនេះមានសិស្សនារីចំនួន1464នាក់ហើយសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួន357នាក់វិទ្យាស្ថានមានគម្រោងផែនការពង្រីកអគារសិក្សាបន្ថែមទៀតដើម្បីឆ្លើយតបតាមចំនួនកើនឡើងរបស់សិស្សនិងនិស្សិតជាមួយនឹងការអភិវឌ្ឍកម្មវិធីសិក្សាផងដែរលោកបានបញ្ជាក់ថាក្នុងឆ្នាំសិក្សា2012-2013នេះវិទ្យាស្ថានបានពង្រីកផ្នែកបណ្ដុះបណ្ដាលរបស់ខ្លួនឲ្យបានដល់កម្រិតបរិញ្ញាបត្ររងនិងជំនាញឯកទេសជាន់ខ្ពស់លើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្មវិទ្យាស្ថានបច្ចេកទេសព័ត៌មានអក្សរសាស្ត្រអង់គ្លេសទេសចរណ៍និងបដិសណ្ឋារកិច្ចលក្ខណៈផងដែរឯកឧត្តមទាទីហាបានលើកឡើងថាវិស័យអប់រំគឺជាវិស័យគន្លឹះមួយបានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចពិសេសការអភិវឌ្ឍធនធានមនុស្សឯកឧត្តមបានបង្ហាញថាការពង្រីកការចូលរៀននៅកម្រិតក្រោយមធ្យមសិក្សាពោលគឺការបន្តរៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សាគឺជាការធានាបាននូវការអភិវឌ្ឍធនធានបញ្ញានិងការផ្ដល់ធនធានមនុស្សប្រកបដោយគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាឯកឧត្តមបានលើកឡើងផងដែរថាសមត្ថភាពនៃការចូលរៀនសូត្រត្រូវបានពង្រីកតាមរយៈនៃកម្មវិធីអាហារូបករណ៍សម្រាប់សិស្សអាទិភាពដែលជាសិស្សពូកែសិស្សក្រីក្រសិស្សមកពីតំបន់ដាច់ស្រយាលនិងសិស្សនារីជាដើមឡាជាមួយឱកាសនោះដែរឯកឧត្តមបានដឹងថាចំពោះអាទិភាពអាហារូបករណ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហការជាមួយវិទ្យាស្ថានជំនាញគណនេយ្យសម្រាប់ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងរួមមានអាហារូបករណ៍ 100% ចំនួន5នាក់អាហារូបករណ៍ 75% ចំនួន25នាក់និងអាហារូបករណ៍ 50% ចំនួន70នាក់ជារៀងរាល់ឆ្នាំផងដែរសត្វកណ្ដុរកំពុងតែត្រូវ